ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយអំពី business plan ដែលខ្ញុំនិងមិត្តរួមក្រុមរបស់ខ្ញុំនឹងបានរួបរวมគ្នាឡើងដែរក្រុមរបស់ខ្ញុំមានធីរ៉ាមានខ្ញុំហើយនិងឡុងឌីដែលជាអ្នករៀបចំ business plan ទាំងអស់ហ្នឹងដើម្បីកុំឲ្យទាំងអស់គ្នាចាំយូរខ្ញុំនឹងបង្ហាញហ្មងតើ business plan ខ្ញុំនឹងជា business ប្រភេទអីគេហើយមានអីខ្លះខ្ញុំនឹងបកស្រាយដូចតទៅសម្រាប់ content ដែលខ្ញុំលើកយកមកបកស្រាយជូនអ្នកទាំងអស់គ្នាហ្នឹងគឺមាន4ចំណុចធំៗនៅក្នុង slide ហ្នឹងអ្នកទាំងអស់គ្នាអាចពិនិត្យមើលបានអូខេឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាមកដឹងទ្រឹស្ពីហាងខ្ញុំដែលហាងខ្ញុំមានឈ្មោះថា EFY Store ដែល EFY Store ហ្នឹងមានឈ្មោះពេញថា Easy for Yacht ដែល Easy for Yacht គឺជាហាងលក់រាយសម្ភារបំពាក់ទាន់សម័យដែលមានទីតាំងនៅរាជធានីភ្នំពេញយើងនឹងផ្ទាល់សម្រាប់គោលដៅអតិថិជនរបស់ខ្ញុំគឺផ្ដោតទៅលើក្រុមយុវជន Gen Y និង Gen Z ចំណែកផលិតផលរបស់ខ្ញុំផ្ដោតជូននៅផលិតផលសម្ភារបំពាក់ដែលមានភាពទាន់សម័យតម្លៃសមរម្យនិងងាយស្រួលក្នុងការជ្រើសរើសស្លៀកពាក់ទៅតាម style របស់ខ្លួនជាដើមបេសកកម្មរបស់ពួកយើងនឹងគឺជួយឲ្យអតិថិជនវ័យក្មេងបង្ហាញពីភាពជាគាត់ដែលមានទំនុកចិត្តព្រមទាំងបង្កើតឱកាសការងារប្រាក់ចំណូលដល់សិស្សនិស្សិតក៏ដូចជាយុវជនផងដែរយើងលើកកម្ពស់ការប្រើប្រាស់ម៉ូដសម្លៀកបំពាក់ដោយការគិតបានល្អិតល្អន់និងគាំទ្រដល់អ្នកដែលមានទេពកោសល្យក្នុងស្រុកដើម្បីចូលរួមចំណែកដល់ការផ្ដល់គេហៅថា empower ដល់សហគមន៍របស់យើងក៏ដូចជាការជ្រើសរើសរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យនិងនិរន្តរភាពផងដែរសម្រាប់ផែនការលក់របស់ពួកយើងវិញគោលដៅចម្បងចង់ក្លាយជាហាងសម្លៀកបំពាក់ឈានមុខគេសម្រាប់យុវជនកម្ពុជានិងកសាងក្រុមអតិថិជនស្មោះត្រង់ឲ្យបានច្រើនដើម្បីធ្វើឲ្យ brand name របស់យើងនឹងមានភាពយូរអង្វែងហើយគោលដៅលក់របស់ពួកយើងគឺបង្កើនការលក់ឲ្យបាន 30% រាល់ខែក្នុងរយៈពេល3ខែដំបូងយុទ្ធសាស្ត្ររបស់យើងវិញមានលក់នៅតាមបណ្ដាញសង្គមដូចជា TikTok Instagram ក៏ដូចជាអាចមកហាងផ្ទាល់ក៏បានសម្រាប់អីវ៉ាន់មានថ្មីរាល់សប្តាហ៍និងបញ្ចុះតម្លៃសម្រាប់មានគម្រោងបញ្ចុះតម្លៃសម្រាប់និស្សិតផ្ទាល់សម្រាប់ការសហការរបស់យើងគឺយើងចង់សហការជាមួយសាកលវិទ្យាល័យក៏ដូចជាអ្នកល្បីៗនៅក្នុងបណ្ដាញសង្គមដែលមានឈ្មោះថា local micro influencer នឹងដោយសារហាងយើងក៏ទូចមើលដែរអញ្ចឹងយើងអាចទៅជួល influencer ណាធំៗមកធ្វើ marketing ឲ្យយើងបានឯមួយវិញទៀតសម្រាប់បុគ្គលិកវិញគឺយើងចង់បានបុគ្គលិកវ័យក្មេងដែលគាត់មាន passion ទៅលើការស្លៀកពាក់ក៏ដូចជាខាង fashion នឹងផ្ទាល់តែម្ដងដើម្បីឲ្យគាត់ជួយឲ្យ brand របស់យើងនឹងគឺកាន់តែមានគេហៅថាការរីកចម្រើនទៅមុខទៀតការរៀបចំរូបរាងម៉ាកយីហោរបស់យើងវិញអត្តសញ្ញាណគឺយើងបង្ហាញពីភាពថ្លៃថ្នូរដែលមានភាពសាមញ្ញនិងមានភាពរស់រវើកសមជាយុវវ័យសម្រាប់ពណ៌វិញគឺយើងជ្រើសរើសពណ៌ខ្មៅពណ៌ប្រផេះពណ៌គ្រីមដែលជាពណ៌ដែលយុវជន Gen Z ឬមកក៏ Gen Y យើងហ្នឹងគឺចូលចិត្តពាក់ជាងពណ៌ណាដែលដិតខ្លាំងជាដើមសម្រាប់រូបភាពរបស់ពួកយើងគឺយើងចង់បង្ហាញពី style របស់យុវជនបែបធម្មជាតិនិងមានភាពទាក់ទាញដូចជាពាក្យស្លោកដែលពួកយើងបានបង្កើតឡើងមាន your style your rule and effortlessly មានន័យថា style របស់យើងអីដែលយើងអ្នកកំណត់ហើយយើងស្អាតដែលចាំបាច់ខំប្រឹងអីច្រើនទេអញ្ចឹងអាហ្នឹងគឺជា image មួយដែលគេនឹងចងចាំពីយើងមួយទៀតរៀបចំហាងឲ្យមានពន្លឺស្រស់ស្អាតក៏ដូចជាមានរូបថតស្អាតផុសនៅលើ online រហូតព្រោះប្រព័ន្ធ digital គឺសំខាន់មែនតើនៅក្នុងសម័យថ្មីនេះអញ្ចឹងបើសិនជាយើងប្រើប្រាស់វាបានល្អធ្វើឲ្យយើងមានផលចំណេញតាមនឹងឲ្យជាដើមដោយសារតែខ្ញុំបានប្រាប់ទាំងអស់គ្នាទូទៅពីហាងខ្ញុំច្រើនហើយអញ្ចឹងចូលដល់ចំណុចនេះក៏មានអីច្រើនដែរសម្រាប់ business model របស់ពួកខ្ញុំគឺសេវាកម្មលក់សម្លៀកបំពាក់ទាន់សម័យតម្លៃសមរម្យជូនដល់យុវជន Gen Y និង Gen Z ប្រភពចំណូលរបស់យើងបានពីការលក់ក្នុងបរិមាណច្រើនតាមរយៈ2ច្រកគឺហាងក៏ដូចជា online ផ្ទាល់ហើយការបង្កើតតម្លៃការនិយាយទៅគឺយើងនាំចូលឲ្យបានថ្មីដែលរហ័សតាមចំណូលចិត្តរបស់យុវជនហ្មងចំណុចពិសេសរបស់ខាងយើងគឺកាត់បន្ថយចំណាយប្រតិបត្តិការនិងការផ្ដល់ការងារដល់អតិថិជនក្នុងទម្រង់បត់បែនដើម្បីឲ្យពួកគេក្លាយជាអ្នកតំណាងម៉ាកយីហោរបស់យើងផ្ទាល់ហ្មងអញ្ចឹងបើសិនជាពួកគេមាន passion ហើយចង់ធ្វើការអញ្ចឹងយើងផ្ដល់ឱកាសដល់ពួកគេអញ្ចឹងដើម្បីឲ្យអាជីវកម្មនេះដំណើរការទៅប្រកបដោយស្របច្បាប់យើងត្រូវធ្វើអីខ្លះទី1គឺយើងត្រូវចុះឈ្មោះអាជីវកម្មនិងអាជ្ញាប័ណ្ណជាមួយក្រសួងពាណិជ្ជកម្មដែលសម្រាប់ person in charge ក៏ដូចជាតម្លៃអីពួកខ្ញុំចុះក្នុង small អញ្ចឹងអ្នកនរគ្នាអាចមើលនៅក្នុងតារាងនឹងបានទី2គឺខ្ញុំត្រូវចុះពន្ធ VAT ក៏ដូចជាពន្ធបតង់អីផ្សេងៗអញ្ចឹងទៅទី3ខ្ញុំត្រូវសុំលិខិតអនុញ្ញាតផ្នែកជួលទីតាំងហ្នឹងទី4គឺខ្ញុំត្រូវចុះបញ្ជីជាមួយនឹងក្រសួងការងារហើយទី5ហ្នឹងខ្ញុំត្រូវចុះការពារម៉ាកសញ្ញាដែលគេហៅថា trademark ហ្នឹងដើម្បីការពារកុំឲ្យមានអ្នកដែលគេចង់លួចម៉ាកសញ្ញាអាជីវកម្មរបស់យើងអីចឹងជាដើមទៅហើយទី6ហ្នឹងគឺការបើកគណនីធនាគារអាជីវកម្មក៏ដូចជាការរៀបចំប្រព័ន្ធហិរញ្ញវត្ថុអីផ្សេងៗ
សម្រាប់ផលិតផលជាចម្បងរបស់ខាង EFY Store ហ្នឹងយើងមានដូចជាអាវដៃវែងអាវយឺតទំហំ oversize អាវវាស្មាក៏ដូចជាអាវចាក់ខោកបយឬមួយក៏រ៉ូបអីជាដើមអាហ្នឹងគឺសិតសឹងតែជាប្រភេទសម្លៀកបំពាក់ដែលយុវជនយុវវ័យនឹងចូលចិត្តខ្លាំងមែនតើហើយក៏ជាតម្រូវការដែលយុវវ័យសម័យថ្មីរបស់យើងចូលចិត្តស្លៀកពាក់ដូចគ្នាអញ្ចឹងបានហាងយើងមានឈ្មោះថា Easy for Use បែរជាខ្ញុំ pronunciation ខុសអញ្ចឹងទាំងអស់គ្នាអធិស្ឋានខ្ញុំផងសម្រាប់តម្លៃនៃផលិតផលនីមួយៗទាំងអស់គ្នាអាចមើលក្នុងតារាងនេះបានមានចាប់ពី$8ឡើងទៅដោយសារតែគោលដៅរបស់យើងហ្នឹងគឺលក់អីវ៉ាន់ដែល affordable ដែរទេអញ្ចឹងរាល់អីវ៉ាន់របស់យើងហ្នឹងគឺអត់មានតម្លៃណាដែលថ្លៃខ្លាំងអីពេកទេជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះរិនសុនរីឡុងឌីមកធ្វើបទបង្ហាញជាមួយនឹង chapter ទី2គឺ strategy formulation ដែលខ្ញុំនឹងនិយាយតាក់ទងជាមួយនឹង company summary ដែលមានដូចជា vision mission ហើយនិង management structure ដែល mission របស់ហាងរបស់យើងហ្នឹងគឺហាងរបស់យើងគឺមាន mission សម្រាប់ផ្ដោតទៅលើការលើកកម្ពស់ភាពស្រស់ស្អាតប្រកបទៅដោយការទទួលខុសត្រូវហើយយើងក៏គិតគូរមែនទែនទៅលើការការពារទៅដល់បរិស្ថានតាមរយៈការវេចខ្ចប់អីវ៉ាន់ទៅដល់ដៃភ្ញៀវដែលមិនប៉ះពាល់ទៅដល់បរិស្ថានខ្លាំងនោះទេដែលយើងគាំទ្រទៅដល់សហគមន៍ជាមួយនឹងការអប់រំហើយនឹងមានការបរិច្ចាគសម្លៀកបំពាក់ហើយនឹងមានការលើកកម្ពស់អនុវត្តអាជីវកម្មប្រកបទៅដោយក្រមសីលធម៌នៃអាជីវកម្មផងដែរហើយជាពិសេសគោលបំណងរបស់ពួកយើងនឹងគឺដើម្បីតែបំផុសទំនុកចិត្តខណៈពេលដែលមានការយកចិត្តទុកដាក់ចំពោះមនុស្សនិងភពផែនដីចំពោះ mission របស់យើងវិញគឺហាងរបស់យើងក៏មាន mission សម្រាប់ការបដិញ្ញាចិត្តទៅលើការលើកកម្ពស់ភាពស្រស់ស្អាតប្រកបទៅដោយទំនួលខុសត្រូវហើយក៏ផ្ដល់នូវផលិតផលដែលមានសុវត្ថិភាពជាពិសេសគឺគុណភាពនិងការវេចខ្ចប់ដែលមិនប៉ះពាល់ទៅដល់បរិស្ថានដែរហើយយើងក៏មានការលើកទឹកចិត្តឲ្យប្រើប្រាស់ឡើងវិញដែលយើងស្គាល់ថាជា recycle ដែលកាត់បន្ថយនៅកាកសំណល់ក៏ដូចជាគាំទ្រទៅដល់សហគមន៍តាមរយៈការអប់រំក៏ដូចជាការបរិច្ចាគផ្សេងៗដូចស្តៀងទៅនឹងខាងលើដូចគ្នាដែលតាមរយៈការបង្កើតថ្មីនេះយើងក៏មានគោលបំណងក្នុងការជំរុញទឹកចិត្តរបស់អ្នកប្រើប្រាស់ដែលគាត់បានប្រើប្រាស់ផលិតផលរបស់ពួកយើងដូចគ្នាហើយចំពោះ management structure វិញគឺដូចដែលអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងគឺខ្ញុំគឺជា team leader ហើយនឹង problem solving and inventory management ចំពោះបងសេនួនវិញគឺគាត់មានមុខងារជា marketing strategy product knowledge and promotion action ចំពោះបងហងធីរ៉ាគឺមានមុខងារជា human resource ហើយនឹង data information ហើយនឹង competitive strategy ជំរាបសួរលោកគ្រូហើយក៏សួស្តីទៅកាន់អ្នកដែលកំពុងតែទស្សនាវីដេអូការធ្វើបទបង្ហាញមួយនេះដែរខ្ញុំឈ្មោះហុងធីរ៉ាដែលខ្ញុំត្រូវធ្វើបទបង្ហាញបន្តពីមិត្តរួមក្រុមរបស់ខ្ញុំទៅលើចំណុចទី7ដែលនិយាយអំពី key success factor ដែលចំណុចទី1នេះដែរគឺនិយាយអំពី opportunity អញ្ចឹងកន្លែងនោះដែរគឺពួកខ្ញុំនឹងព្យាយាមស្វែងរកមើលសម្លៀកបំពាក់ក៏ដូចជាផលិតផលដែលកំពុងពេញនិយមនឹងមានតម្លៃសមរម្យហើយគុណភាពល្អដើម្បីនាំចូលយកមកលក់ជូនដល់អតិថិជនរបស់ពួកខ្ញុំទី2គឺ HRM អញ្ចឹងសម្រាប់បុគ្គលិករបស់ពួកយើងនឹងមានភាពរួសរាយរាក់ទាក់ក៏ដូចជាមានចំណេះដឹងផ្នែក fashion អញ្ចឹងពួកយើងនឹងជួយផ្ដល់យោបល់ដល់ភ្ញៀវនៅពេលដែលគាត់អញ្ជើញមកហាងយើងផ្ទាល់ឬក៏គាត់តំណងតាម online ទិញតាម chat អីជាដើមទី3គឺ finance គឺយើងនឹងគ្រប់គ្រងទៅលើការចំណូលចំណាយឲ្យបានច្បាស់លាស់ក៏ដូចជាមានរៀបចំកញ្ចប់ថវិកាដើម្បីឲ្យមានប្រសិទ្ធភាពក៏ដូចជាធានាឲ្យបានថាយើងនឹងទទួលបាននៅប្រាក់ចំណេញទី4គឺ marketing អញ្ចឹងពួកយើងគឺប្រើប្រាស់បណ្ដាញសង្គមក៏ដូចជាការផ្សព្វផ្សាយផ្សេងៗព្រមទាំងមានការបញ្ចុះតម្លៃលើទំនិញផងដែរ5គឺ product អញ្ចឹងពួកយើងនឹងលក់តែខោអាវណាដែលមានគុណភាពល្អក៏ដូចជាមានម៉ូដទាន់សម័យកាលចំណុចចុងក្រោយគឺ service អញ្ចឹងពួកយើងនឹងផ្ដល់សេវាកម្មយ៉ាងរួសរាយរាក់ទាក់ក៏ដូចជាជួយអតិថិជនឲ្យគាត់ទទួលបាននៅផលិតផលដែលគាត់ចង់បានក៏ដូចជាធ្វើឲ្យគាត់មកម្ដងហើយចង់មកម្ដងទៀតចូលដល់ចំណុចទី8គឺនិយាយអំពីទីតាំងចង់ពួកយើងសម្រាប់ចាត់យកទីតាំងនៅ TK Avenue Mall ដែលមានទីតាំងនៅទួលគោកដោយសារតែទី1គិតថានៅនឹងគឺជាផ្សារស្រាប់ចឹងអាចនឹងមានមនុស្សច្រើនគាត់ដើរទៅដើរមកចឹងគាត់អាចនឹងឃើញពីហាងរបស់យើងថាយើងមានលក់អីហើយទី2ខ្ញុំគិតថានៅពេលដែលយើងដាក់កន្លែងទីតាំងមួយដែលស្រួលរកចឹងអ្នកទិញនៅពេលដែលគេឃើញហាងយើងតាមអ៊ីនធឺណិតហើយនៅពេលដែលគេចង់មកគេក៏ងាយស្រួលក្នុងការស្វែងរកហាងរបស់យើងថានៅណានៅណីអីចឹងទៅហើយទី3ទីតាំងនៅហ្នឹងគឺមានចំណតយានយន្តងាយស្រួលក្នុងការឲ្យអតិថិជនយើងគាត់ចតឡានចតម៉ូតូអីចឹងដែរចំណុចបន្ទាប់នេះដែរគឺជាចំណុច 2.2 ដែលនិយាយអំពី SWOT analysis មួយគឺយើងនិយាយអំពី strength ដែលចំណុចខ្លាំងរបស់ពួកយើងគឺខ្ញុំគិតថាពួកយើងមានទីតាំងល្អ
ផលិតផលតវ៉ាន់សម័យក៏ដូចជាបុគ្គលិកមានភាពរួសរាយរាក់ទាក់បើសិនជាមានចំណុចខ្លាំងចឹងក៏មានចំណុចខ្សោយដូចគ្នាចឹងចំណុចខ្សោយរបស់ពួកយើងគឺដោយសារតែពួកយើងនឹងគឺជាហាងថ្មីចឹងហើយពួកយើងនៅមានកញ្ចប់ថវិកាសម្រាប់ការធ្វើការផ្សព្វផ្សាយឲ្យមានការស្គាល់ពីអតិថិជនខាងក្រៅហ្នឹងនៅមានកម្រិតចំពោះឱកាសវិញដោយសារតែបច្ចុប្បន្នហ្នឹងមនុស្សជាច្រើនគឺពួកគាត់ចាប់អារម្មណ៍ទៅលើម៉ូដសម្លៀកបំពាក់អញ្ចឹងឲ្យតែហាងណាមានម៉ូដរៀងប្លែកខុសពីគេហើយរៀងទាន់សម័យអញ្ចឹងគឺយើងដឹងតែមានឱកាសច្រើនក្នុងការទទួលបានការគ្រប់គ្រងពីអតិថិជនជាច្រើនបានលឿនចំពោះការគម្រាមកំហែងពីខាងក្រៅវិញនៅថ្ងៃយើងក៏មានដូចគ្នាដូចជាមានការប្រកួតប្រជែងពីសំណាក់ហាងផ្សេងៗទៀតក៏ដូចជាមានការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អតិថិជនអញ្ចឹងធ្វើឲ្យតែពួកគាត់ចូលចិត្តម៉ូដប្លែកមែនប៉ុន្តែគាត់ក៏ឆាប់សាំជាមួយនឹងម៉ូដអស់នឹងដែរអញ្ចឹងពេលខ្លះក៏វត្តបដូរចំណង់ចំណូលចិត្តលឿនពេកអញ្ចឹងទៅអាចធ្វើឲ្យយើងមានការប៉ះពាល់ទៅដល់ការលក់របស់យើងផងដែរចំពោះ chapter ទី3គឺ strategy development ដែលខ្ញុំនិយាយតាក់ទងជាមួយនឹង target marketing ចំពោះ target marketing នេះគឺយើងផ្ដោតទៅលើ target customer ដែលគាត់មានអាយុដែលវ័យជំទង់គឺ13 19ឆ្នាំហើយនឹងវ័យកណ្ដាលគឺ20ទៅ30ឆ្នាំហើយនឹងចាស់ជាងហ្នឹងគឺ30ឆ្នាំទៅដល់45ឆ្នាំហើយយើងក៏មានគោលដៅ target អតិថិជនទៅដល់ women ហើយនឹង man ដូចគ្នាហើយនឹងបងដែលគាត់ជាភេទទី3ដូចគ្នាចំពោះ target competitor វិញគឺយើងមាន3ដែលសិតជា brand នៅក្នុងស្រុកខ្មែរដែលមានដូចជាអ្នកនេះអាចចូលមក link បានដោយសារតែវីដេអូនេះគឺពួកខ្ញុំត្រូវការផុសជាសាធារណៈនៅពេលចឹងទៅវាពិបាកនឹងការបញ្ចេញឈ្មោះគេមែនតើអញ្ចឹងខ្ញុំទុក link file ឲ្យអ្នកទាំងនេះ scroll មើលដូចជាមានតារាផ្សេងៗតាក់ទងជាមួយនឹងក្រុមដែលក្រុមពួកខ្ញុំធ្វើចំពោះtarget ឬក៏ marketing goal តាក់ទងជាមួយនឹង objective ក៏យើងមានពីមួយឆ្នាំទៅមួយឆ្នាំដែល update រហូតទាំងចំនួន sale volume ហើយនឹង marketing share market share ហើយនឹង market awareness ជាមួយនឹង new សាខា new bench ដែលយើងបើកដូចជាពីឆ្នាំ2025ដល់2026 2027 28 29ដូចគ្នាហើយចំពោះចំនួនunit ឬក៏ចំនួនទឹកលុយឬក៏ចំនួនភាគរយខ្ញុំសង្ឃឹមថាអ្នកនាងនឹងអាចចូលមើលក្នុង file ទាំងអស់នឹងបានដោយសារនៅក្នុង slide ខ្ញុំវាអាចដាក់ទាំងអស់បានទេដោយសារតែវាច្រើនខ្លាំងពេកអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកនាងនឹងអាចចុច link សម្រាប់ទៅមើលជាមួយនឹង file document ដែលពួកខ្ញុំបានតម្លាក់នៅក្នុងការ upload វីដេអូមួយនឹងដូចគ្នាចំពោះចំណុច 3.2 គឺ marketing mix strategy គឺ 4 piece ដែលយើងផ្ដោតទៅលើទាំង product strategy ដែលតាក់ទងជាមួយនឹងភាពចម្រុះដែលផ្ដល់ទៅឲ្យអតិថិជននូវភាពទាន់សម័យផាសុកភាពនិងទៅតាមរដូវកាលនីមួយៗឧទាហរណ៍ដូចជាសម្លៀកបំពាក់ធម្មតាសម្លៀកបំពាក់ការិយាល័យនិងសម្លៀកបំពាក់ផ្សេងៗទៅតាមដងផ្លូវដែលយើងពាក់សម្រាប់រស់នៅប្រចាំថ្ងៃដែលយើងចំណាំតែហៅថាសម្លៀកបំពាក់ដែលយើងដើរទៅផ្សារដើរទៅអីស្រួលបួអញ្ចឹងណានឹងឲ្យវាសមរម្យអញ្ចឹងទៅហើយយើងក៏មានជាមួយនឹងគុណភាពដែលប្រើប្រាស់សម្រាប់ភាពគង់វង្សនៃផលិតផលដែលយើងបានទិញហ្នឹងឲ្យវាមានភាពយូរអង្វែងហើយនឹងមានអារម្មណ៍ថាស្រួលនៅពេលដែលយើងបានប្រើប្រាស់ផលិតផលហ្នឹងហើយរចនាបថដើម្បីរក្សាបាននៅនីតិម៉ូដបច្ចុប្បន្នឬក៏ style ប្លែកៗដែលបង្កើតដោយហាងពួកយើងផ្ទាល់ហើយនឹងទំហំផ្សេងៗទៀតដែលបង្កើតនៅជំរឿផ្សេងៗទៅកាន់អតិថិជនហើយមានភាពងាយស្រួលក្នុងការជ្រើសរើសហើយក៏ពួកយើងបានដាក់ជាមួយនឹងអត្តសញ្ញាណនៃ mark ដូចជាមានឈ្មោះ logo នៃការ workshop ដែលបង្ហាញពីបុគ្គលិកលក្ខណៈរបស់ហាងពួកយើងដូចគ្នាដែលមានភាព unique អញ្ចឹងទៅហើយនឹងសេវាកម្មក្រោយពេលលក់ដូចជាការផ្ដល់នៅជំរឿផ្សេងៗឬក៏ការផ្លាស់ប្ដូរឬក៏ត្រឡប់មកវិញនៅទំនិញណាដែលអ្នកទាំងអស់គ្នាឬក៏អ្នកដែលគាត់ប្រើប្រាស់នឹងអត់ទុកចិត្តជាមួយនឹងទំនិញហ្នឹងក៏ពួកយើងទទួល return មកកាន់ហាងរបស់ពួកយើងដូចគ្នាដែរចូលមកដល់ចំណុច 3.2 ដែលនិយាយអំពី pricing strategy ដែលចំណុចទី1ហ្នឹងគឺនិយាយអំពី pricing approach ដូចដែលខ្ញុំបានបង្ហាញនៅក្នុង slide ចឹងគឺតារាងទី1គឺនិយាយអំពី main product របស់ហាងកៅអៅរបស់ពួកយើងដែលទី1គឺជាអាវដៃវែងពួកយើងលក់នៅក្នុងតម្លៃ$10ទី2គឺអាវ oversize ពួកយើងលក់នៅក្នុងតម្លៃ8រៀលដោយសារតែពួកយើងគិតថាកំណត់តម្លៃសមរម្យទៅនឹងទទួលបានការគាំទ្រពីអតិថិជនច្រើនដោយសារតែអាវ oversize ពេលអត់ចេះហួសសម័យទេយើងអាចពាក់ទៅក្រៅក៏បាននៅផ្ទះក៏បានយ៉ាចឹងពួកយើងព្យាយាម set តម្លៃមួយដែលសមរម្យតែយើងនឹងទទួលបានការទិញពីអតិថិជនវិញច្រើនទី3គឺ off shoulder top គឺពួកយើងលក់នៅក្នុងតម្លៃ$12ទី4គឺ cardigan គឺពួកយើងលក់នៅក្នុងតម្លៃ$14ទី5cowboy យើងលក់តម្លៃ$14ដូចគ្នា
ទី6គឺ dress គឺពួកយើងលក់នៅក្នុងតម្លៃ$13ចូលមកដល់ slide បន្តទៀតគឺមានតារាង2ដែលតារាងទី1និយាយអំពី cross sell product ដែល cross sell product ហ្នឹងគឺជាទំនិញបន្តបន្ទាប់ដែលខ្ញុំលក់បន្ទាប់ពី main product របស់ខ្ញុំមិញហ្នឹងដោយទី1គឺមានដូចជាខ្សែក្រវ៉ាត់ពួកខ្ញុំលក់នៅក្នុងតម្លៃ$5ទី2គឺ cross body bag គឺលក់នៅក្នុងតម្លៃ$12ទី3គឺស្បែកជើងលក់នៅក្នុងតម្លៃ$14ហើយចំពោះតារាងទី2គឺនិយាយអំពី after sale service ដែល after sale service នេះដែរគឺពួកយើងមានដូចជាទី1 side exchange ឬក៏ return អញ្ចឹងអតិថិជនយើងគាត់អាចយកអាវ៉ាន់មកដូរសាញដូចថាគាត់ទិញខុសសាញគាត់ទិញតាមអនឡាញឬក៏គាត់ផ្ញើគេមកទិញចឹងទៅអាចនឹងខុសសាញឬក៏គាត់ចង់ return អាវ៉ាន់ហ្នឹងមកវិញចឹងគឺ yes ពួកយើងនឹងមានការដូរជូនក្នុងរយៈពេល7ថ្ងៃគឺ free អត់មានឆាយតម្លៃអីពីលើហ្នឹងទេទី2គឺពួកយើងមានទទួលខ្ចប់កាដូជូនភ្ញៀវដែលពួកគាត់គ្រាន់តែឆាយ$2កន្លះមកលើសេវាកម្មខ្ចប់កាដូនឹងទៀតមកពួកយើងនឹងជួយខ្ចប់កាដូឲ្យពួកគាត់ដោយសារតែគិតថាពេលខ្លះពួកគាត់ចង់ទិញកៅអៅស្បែកជើងជូនទៅដល់មិត្តភ័ក្តិបងប្អូនគាត់អញ្ចឹងកុំឲ្យគាត់ចំណាយពេលច្រើនទៅទិញកៅអៅហើយទៅទិញកាដូហើយទៅខ្ចប់ទៀតអញ្ចឹងដើម្បីសេវពេលវេលាភ្ញៀវរបស់ពួកយើងក៏មានទទួលខ្ចប់កាដូដូចគ្នាចំពោះ slide បន្ទាប់នេះដែរគឺនិយាយអំពី pricing tactic ដែលដូចដែលបានបង្ហាញនៅក្នុង slide ចឹងតារាងនេះគឺបង្ហាញអំពីផែនការបញ្ចុះតម្លៃទៅតាមរដូវកាលដូចជានៅខែ1ឬក៏ខែ2យើងនឹងមានការបញ្ចុះតម្លៃសម្រាប់ឱកាសបុណ្យចូលឆ្នាំចិនចំពោះខែមេសាវិញគឺពួកយើងនឹងធ្វើការបញ្ចុះតម្លៃម្ដងទៀតសម្រាប់បុណ្យចូលឆ្នាំខ្មែរហើយនៅខែធ្នូយើងនឹងមានកម្មវិធី answer ដើម្បីបញ្ចេញទំនិញឲ្យអស់ពី stock ចូលមកដល់ចំណុចទី3ដែលនិយាយអំពី channel plan ក៏ដូចជា distribution strategy អញ្ចឹងដើម្បីឲ្យផលិតផលទៅដល់ដៃអតិថិជនបានល្អខាងក្រោមនេះគឺជា3ចំណុចដែលពួកខ្ញុំបានអនុវត្តដូចជាទី1 web sale អញ្ចឹងពួកយើងលក់នៅណាអញ្ចឹងពួកយើងមានទាំងហាងផ្ទាល់ក៏ដូចជាពួកយើងលក់តាមអនឡាញដូចជា Facebook TikTok អីជាដើមហើយទី2គឺពួកយើងរក្សាគុណភាពទំនិញរបស់ពួកយើងដោយប្រើប្រាស់ការសេវាកម្មដឹកជញ្ជូនដែលអាចទុកចិត្តបានក៏ដូចជាមានឃ្លាំងស្តុកទំនិញដែលស្អាតនិងមានរបៀបរៀបរយក៏ដូចជា first in first out គឺធានាបានថាទំនិញរបស់ពួកយើងគឺមិនចាស់ឬក៏ហួសសម័យទៅណាឡើយហើយចំណុចចុងក្រោយនោះគឺយើងនឹងតាមដានការលក់ដើម្បីឲ្យដឹងថាអតិថិជនចូលចិត្តអ្វីមិនចូលចិត្តអ្វីដើម្បីធានាបានថាទំនិញដែលពេញនិយមគឺតែងតែមានក្នុងស្តុកសម្រាប់ពួកគាត់ជានិច្ចចូលមកដល់ចំណុចទី4គឺនិយាយអំពី promotional strategy ដែលតារាងខាងក្រោមនេះគឺបង្ហាញអំពីផែនការផ្សព្វផ្សាយរយៈពេល3ឆ្នាំដោយឆ្នាំទី1គឺពួកយើងចំណាយទៅលើ advertising ចំនួន$600ក៏ដូចជា personal selling ចំនួន$1000ដើម្បីឲ្យគេស្គាល់ហាងរបស់ពួកយើងចំពោះឆ្នាំទី2និងឆ្នាំទី3ពួកយើងកាត់បន្ថយទៅលើ advertising ប៉ុន្តែពួកយើងនឹងផ្ដោតទៅលើការpersonal selling ដើម្បីពង្រឹងទំនាក់ទំនងជាមួយនឹងអតិថិជនរបស់ពួកយើងឲ្យកាន់តែជិតស្និទ្ធនិងបានច្រើនជាងមុនចំពោះការធ្វើបទបង្ហាញនៅចំណុចទី4របស់ខ្ញុំគឺបានបញ្ចប់ហើយខ្ញុំសូមផ្ទេរចំណុចបន្ទាប់ជូនទៅដល់មិត្តរួមក្រុមខ្ញុំម្នាក់ទៀតធ្វើបទបង្ហាញបន្តចូលដល់ចំណុចនេះខ្ញុំនឹងបង្ហាញទាំងអស់គ្នាពី HRM plan របស់ខ្ញុំផ្ទាល់ដែលខ្ញុំ focus ទៅលើ3ចំណុចសំខាន់ៗមានដូចជា management plan our mission ក៏ដូចជា management focus ដែល management plan របស់យើងនឹងគឺ EAY Store របស់យើងហ្នឹងគឺគម្រោងនឹងបើកនៅក្នុងឆ្នាំ2026ក្នុងគោលបំណងពង្រឹងវត្តមានទីផ្សារនៅទីក្រុងភ្នំពេញក៏ដូចជាផ្ដល់ឥទ្ធិពលដល់យុវជនក្នុងការតុបតែងខ្លួនរបស់ពួកគេដូចគ្នាចំណែកឯបេសកកម្មរបស់ពួកយើងវិញគឺផ្ដល់ជូននូវសម្លៀកបំពាក់ដែលមានភាពទាន់សម័យតម្លៃសមរម្យនិងងាយស្រួលដល់យុវជននៅក្នុងការស្លៀកពាក់ហើយលើកកម្ពស់ការបង្ហាញពីភាពជាខ្លួនឯងរបស់យុវជនសម្រាប់ management focus របស់ពួកយើងចង់ផ្ដោតសំខាន់ទៅលើចំណុចសំខាន់មានដូចជាការរៀបចំ structure ឲ្យបានត្រឹមត្រូវដើម្បីជួយឲ្យដំណើរការសម្របសម្រួលមានភាពរលូនទី2ការយកចិត្តទុកដាក់ទៅលើអតិថិជនហើយដើម្បីរៀបចំផលិតផលក៏ដូចជាបង្កើតយុទ្ធសាស្ត្រទីផ្សារហើយបន្តមកទៀតគឺយើងកំណត់ទូនាទីនិងការទទួលខុសត្រូវការងារនឹងតាមស្តង់ដារបានច្បាស់លាស់ដើម្បីឲ្យយើងមានភាពងាយស្រួលក្នុងការធ្វើការក៏ដូចជាបង្កើនប្រសិទ្ធភាពជោគជ័យរយៈពេលវែងដូចគ្នាហើយចុងក្រោយគេហ្នឹងគឺការស្វែងរកផលិតផលថ្មីៗដើម្បីបង្កើតជាមាតិកា digital ដែលដើម្បីជួយបង្កើនតម្លៃនិងឥទ្ធិពលនៃម៉ាកយីហោរបស់យើងផងដែរសម្រាប់បុគ្គលិកវិញយើងចង់បានអ្នកដែលគាត់មាន strong communicate មាន passion ទៅលើវិស័យ fashion ហ្នឹងក៏ដូចជាមាន customer service ល្អដូចគ្នាហើយ position ដែលយើងរកសំខាន់ហ្នឹងមានដូចជាsales room 3នាក់ logistics និង inventory ម្នាក់ក៏ដូចជា store security ម្នាក់តាមពិតទៅ3 position ខាងលើគឺសំខាន់ដូចគ្នាតែដោយសារពួកខ្ញុំជា owner អញ្ចឹងកន្លែងហ្នឹងពួកខ្ញុំជាអ្នក handle ផ្ទាល់ហ្មង
តែបើសិនជាទាំងអស់គ្នាចង់បង្កើតអាជីវកម្មមួយទាំងអស់គ្នាត្រូវតែមានអ្នកទាំង3ហ្នឹងក្នុងការសម្របសម្រួលអាជីវកម្មរបស់អ្នកទាំងអស់គ្នាដូចគ្នាដោយសារតែពួកយើងចង់បានអ្នកដែលមានសមត្ថភាពមកធ្វើការយើងក៏បានរៀបចំការបណ្ដុះបណ្ដាលការលើកទឹកចិត្តក៏ដូចជាការវិរំលាយបុគ្គលិកដូចគ្នាអញ្ចឹងអាហ្នឹងពួកខ្ញុំ owner គឺជាអ្នក handle កន្លែងហ្នឹងទាំងអស់តែការបណ្ដុះបណ្ដាលរបស់ពួកយើងហ្នឹងចាប់ចំណាយពេលរយៈពេល1សប្ដាហ៍ទៅ2សប្ដាហ៍ហើយក្នុងគំនងដើម្បីឲ្យបុគ្គលិកហ្នឹងមានជំនាញច្បាស់លាស់ហើយឲ្យពួកគេយល់ពីទស្សនៈរបស់ក្រុមហ៊ុនផងដែរហើយទី2គឺការលើកទឹកចិត្តគឺបង្កើនផលចំណេញក៏ដូចជាផ្សារភ្ជាប់គ្នារវាងបុគ្គលិកវ័យក្មេងនិងការគ្រប់គ្រងដល់បេសកកម្មដែលខាងរបស់យើងបានកំណត់ដូចគ្នាហើយបន្តមកទៀតគឺការវិរំលាយគឺការពិនិត្យមើលសកម្មភាពរបស់បុគ្គលិកនិងប្រសិទ្ធភាពរួមរបស់ហាងថាតើពួកគាត់ធ្វើការហ្នឹងគាត់សម្រាប់បានលទ្ធផលអីខ្លះហើយហាងរបស់យើងមានភាពរីកចម្រើនអីខ្លះហើយយើងមើលដែរថាកិច្ចការដែលយើងបានដាក់ឲ្យពួកគាត់ហ្នឹងមានប្រសិទ្ធភាពល្អអត់សេវាកម្មអតិថិជនល្អអត់ការគ្រប់គ្រងស្តុកមិនដែរអញ្ចឹងយើងត្រូវមើលទាំងអស់ចូលមកដល់ចំណុច job analysis position មួយៗហ្នឹងដោយសារខ្ញុំបញ្ជាក់ដែរថាការងារជា general manager admin ឬមួយក៏ sales អីហ្នឹងខាងខ្ញុំជា owner អ្នក handle អញ្ចឹងខ្ញុំនឹងបញ្យល់ទូទៅឲ្យអ្នកទាំងអស់គ្នាបាននឹងសម្រាប់ position general manager យើងត្រូវ report ទៅ owner ហើយសម្រាប់ការងាររបស់គាត់ជាទូទៅគឺទទួលខុសត្រូវលើយុទ្ធសាស្ត្រជីវកម្មរួមក៏ដូចជាការអនុវត្តច្បាប់ផ្សេងនិងការដឹកនាំហាងអីជាដើមសម្រាប់ position sales manager វិញគឺត្រូវ report ទៅ general manager សម្រាប់ការងារទូទៅរបស់គាត់គឺដឹកនាំយុទ្ធសាស្ត្រផ្នែកលក់ទីបំផុតគឺបំពេញគោលដៅរបស់យើងគឺការលក់កើនឡើង 30% ជារៀងរាល់ខែហើយការបង្កើតទីផ្សារប្រព័ន្ធ digital ឬមួយក៏ប្រតិបត្តិការក្នុងហាងអីជាដើមចឹងទៅចំណែកឯខាង admin វិញគាត់ត្រូវ report ទៅ general manager ហើយការងារដែលគាត់ត្រូវធ្វើហ្នឹងមានដូចជាការត្រួតពិនិត្យហិរញ្ញវត្ថុការរៀបចំថវិកាការបង់ពន្ធក៏ដូចជាការងាររដ្ឋបាលធនធានមនុស្សអីជាដើមសម្រាប់ sales showroom associate វិញគាត់ត្រូវ report ទៅខាង sales manager ហើយការងារដែលគាត់ត្រូវទទួលខុសត្រូវហ្នឹងមានដូចជាការផ្ដល់បទពិសោធន៍ផ្ទាល់ជូនដល់អតិថិជនជារៀងរាល់ថ្ងៃទាំង online ទាំង offline ហើយសម្រាប់គោលដៅលក់ក៏ដូចជារៀបចំទីតាំងបង្ហាញការលក់ទំនិញហ្នឹងឲ្យមានរបៀបរៀបរយដូចគ្នាចូលមកដល់ position បន្ទាប់ទៀតគឺខាង logistics ក៏ដូចជា inventory support សម្រាប់report គាត់ត្រូវ report ទៅ general manager សម្រាប់ភារកិច្ចចម្បងរបស់គាត់ហ្នឹងគឺគ្រប់គ្រងការត្រួតពិនិត្យ stock រៀបចំផ្ញើទំនិញសម្រាប់អតិថិជន online ក៏ដូចជាការរៀបចំទុកដាក់អីវ៉ាន់ក្នុងឃ្លាំងហ្នឹងឲ្យមានរបៀបរៀបរយចំណែកឯផ្នែក store security វិញគាត់ត្រូវរាយការណ៍ទៅកាន់ខាង finance ហើយភារកិច្ចចម្បងរបស់គាត់ហ្នឹងគឺធានាសុវត្ថិភាពជូនដល់អតិថិជនថែរក្សាទ្រព្យសម្បត្តិរបស់ហាងក៏ដូចជាទ្រព្យសម្បត្តិរបស់អតិថិជនដែលគាត់ walk in មកកាន់ store នឹងផ្ទាល់ដូចគ្នាហើយសម្រាប់ detail JD ទាំងអស់គ្នាអាចចូលទៅមើលនៅក្នុង report ខ្ញុំបានថាត្រូវមានបទពិសោធន៍អីខ្លះក៏ដូចជាត្រូវមានការសិក្សាកម្រិតណាខ្លះទើបអាចធ្វើក្នុង position ណាមួយបានទាំងអស់ហ្នឹងខ្ញុំដាក់នៅក្នុង report ខ្ញុំរួចហើយចូលមកដល់ចំណុចនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីសេចក្តីសង្ខេបនៃផែនការហិរញ្ញវត្ថុរបស់ខាងខ្ញុំផ្ទាល់ដែរtotal អ្នកវិនិយោគហ្នឹងមានសរុបចំនួន$40,000ដែល$40,000ហ្នឹងយើងបែងចែកទៅលើការចំណាយចាប់ផ្ដើមចំនួន$23,000ការចំណាយសម្រាប់ប្រតិបត្តិការ3ខែដំបូងហ្នឹងយើងចំណាយ$15,000និងកញ្ចប់ថវិកាបម្រុងរបស់យើងហ្នឹងមានចំនួន$2,000តែជាក់ស្ដែងយើងលើសចំនួនរហូតដល់$1,173អញ្ចឹងបើសិនជាទាំងអស់គ្នាចាប់ផ្ដើមអាជីវកម្មមួយនឹងជាក់ស្ដែងទាំងអស់គ្នាអាចលៃលើកប្រាក់បន្ថែមតាមនឹងបានសម្រាប់លទ្ធផលដែលយើងរំពឹងទុកវិញការព្យាករណ៍ការលក់ប្រចាំឆ្នាំហ្នឹងនៅចំនួន$150,000ចំណែកប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធវិញយើង expect $11,846និងចំណុច break even របស់យើងនឹងនៅចំនួន$108,000អញ្ចឹងលុះត្រាតែយើងលក់បានលើសពីចំនួនហ្នឹងទើបយើងចាប់ផ្ដើមឃើញចំណេញអញ្ចឹងណាចំពោះ chapter ទី4គឺយើងនិយាយទៅជាមួយនឹង strategy implement ដែលពួកយើងប្រកបជាមួយនឹង identify the department and part of rule ហើយនឹង determine the level of department part of rule ហើយនឹង identify the department part of rule ហើយនឹង compare department goal and company strategy goal ដូចគ្នាអញ្ចឹងទាំងអស់ហ្នឹងគឺអ្នកនេះអាច check នៅក្នុង link ដែលពួកខ្ញុំបានដាក់នៅក្នុងហ្នឹងបានសម្រាប់ចូលទៅកាន់ file ដើម្បីមានភាពងាយស្រួលក្នុងការមើលតារាងទាំងអស់ដែលពួកខ្ញុំបានធ្វើ
ហើយក៏ពួកយើងបានបន្ថែមជាមួយនឹងមួយផ្នែកទៅដែរតើតើជាមួយនឹង company strategy goal scope analyze ហើយនឹង focus on daily activity ហើយនឹង target competitor ហើយ check key performance indicator ដែលយើងស្គាល់ថាជា KPI ហ្នឹងចំណុចហ្នឹងក៏ជាចំណុចមួយដែរវាអាចរុញច្រានការធ្វើនៅ strategy implement របស់ក្រុមហ៊ុនរបស់ពួកខ្ញុំឬក៏ហាង brand របស់ពួកខ្ញុំនឹងឲ្យវាកាន់ដំណើរការបានល្អដូចគ្នាខ្ញុំអរគុណខ្លាំងមែនតើកាន់អ្នកទាំងអស់គ្នាក្នុងការចំណាយពេលមើលវីដេអូនៃក្រុម assignment ពួកខ្ញុំធ្វើសម្រាប់សាកលវិទ្យាល័យឆ្នាំទី4មួយនេះខ្ញុំសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយបន្ថែមទៀត